ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់រមណីយដ្ឋានវត្តស្អាងភ្នំដែលស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្ដាលដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញប្រមាណជា1ម៉ោងទេគឺយើងទៅដល់ហើយអញ្ចឹងចំពោះទិដ្ឋភាពនៅវត្តស្អាងភ្នំយើងអាចមើលបានខ្ញុំបានចូលទៅដល់គឺមានដើមឈើមានអីខ្ពស់ហើយវត្តនៅខាងលើមានវិហារអញ្ចឹងប៉ុន្តែយើងអាចឡើងតាមចដាវជើងក៏បានឬក៏យើងចង់ឡើងទៅតាមចដាវយន្តក៏បានដែរដែលនៅវត្តគេតែសាងសង់ចដាវយន្តហើយអញ្ចឹងហើយចំពោះចដាវយន្តនេះគឺសុវត្ថិភាពយើងអាចជិះបានម្នាក់គេយក2000រៀលបាទអញ្ចឹងពេលដែលគេយកឡើងទៅដល់គឺគេតម្លាក់យើងនៅនឹងហើយយើងអាចមើលទិដ្ឋភាពពីខាងលើទៅគឺឃើញប្រលានយន្តហោះថ្មីបាទហើយបន្ទាប់មកជុំវិញហ្នឹងគឺសត្វតែព្រៃឈើសត្វតែផ្ទះប្រជាជនសត្វតែវាលស្រែវាលអីអញ្ចឹងទៅទេសភាពនៅខាងលើហ្នឹងគឺស្អាត fresh ខ្លាំងមែនតើហើយពេលដែលខ្ញុំទៅហ្នឹងមេឃសតុំផងអញ្ចឹងគឺធ្វើឲ្យខ្ញុំអាចបានដើរថតបានច្រើនហើយត្រជាក់ខ្យល់បក់អញ្ចឹងយើងអាចមើលទៅមានវិហារមួយនៅខាងលើហ្នឹងហើយក៏ដូចជាយើងអាចមើលទៅខាងក្រោមបាទមើលទៅខាងក្រោមគឺឃើញមានផ្លូវខ្វាត់ខ្វែងមែនតើហើយខ្យល់បក់រវិចហើយឃើញដើមឈើអីគឺឆ្ងាយដែលកតុយភ្នែកតែម្ដងអញ្ចឹងយើងអាចមើលបាននៅកន្លែងហ្នឹងថាតើមានអីគេខ្លះខ្ញុំនឹងបង្ហាញជូននៅក្នុងវីដេអូនេះយើងឃើញថានៅតាមជញ្ជាំងគឺមានគំនូរស្អាតមែនតើដែលជារូបទេវតាមានរូបតាវរូបដំរីក៏ដូចជារូបព្រះពុទ្ធអង្គសម្រាប់ឲ្យយើងគោរពបូជាផងដែរហើយនៅតាមពិដានក៏នៅជាជញ្ជាំងមានជារូបគំនូរផ្សេងដែលយើងមើលទៅការគូររបស់គេគឺស្អាតខ្លាំងមែនតើបាទអញ្ចឹងហើយនេះគឺរូបខ្លះៗដែលខ្ញុំបានថតរូបគំនូរដែលគេបានគូរនៅតាមពិដានតាមជញ្ជាំងជាដើមហើយមុននឹងចុះទៅក្រោមខ្ញុំក៏បានថតទេសភាពបន្ថែមបន្តិចទៀតអញ្ចឹងអានេះគឺជាទិដ្ឋភាពពេលដែលជិះចដាយន្តចុះក៏ដោយសារពេលឡើងខ្ញុំបានថតប៉ុន្តែដូចតែគ្នាទេមុននឹងឡើងឬក៏មុននឹងចុះទៅអ្នកដែលជាចដាយន្តហ្នឹងគាត់ប្រាប់ឲ្យយើងប្រុងព្រៀបព្រោះដោយសារតែពេលដែលយើងមុននឹងចុះទៅវារៀងរលាក់បន្តិចប៉ុន្តែអត់អីទេគឺសុវត្ថិភាពហើយពេលដែលយើងចុះមកវិញក៏គេយកយើងម្នាក់2000រៀលដែរបាទព្រោះដោយសារតែគេត្រូវការបង់ថ្លៃភ្លើងបង់អីជាដើមហើយអញ្ចឹងអានេះគឺទិដ្ឋភាពនៅពេលដែលយើងចុះមកវិញបាទយើងអាចចុះតាមចដាជើងក៏បានឬក៏យើងចង់ចុះតាមចដាយន្តក៏បានដែរបាទបន្ទាប់ពីចុះពីខាងលើមកហើយគឺខ្ញុំស្វែងរកអីញ៉ាំដែលនៅកន្លែងហ្នឹងមានលក់ដូចជាត្រីមានដូចជាកង្កែមានដូចជាខួរក្តាមហ្នឹងអូយខួរក្តាមហ្នឹងឆ្ងាញ់ខ្លាំងណាស់ខ្ញុំនឹងដឹករសជាតិហ្នឹងខ្លាំងមែនតើចាំមើលថ្ងៃណាមួយខ្ញុំនឹងទៅញ៉ាំខួរក្តាមនៅហ្នឹងម្ដងទៀតហើយនៅហ្នឹងក៏ដូចជាមានកញ្ចុះមានអីអាចឲ្យយើងអង្គុយលេងសម្រាប់បានផងដែរបាទអញ្ចឹងប្រសិនបើមានពេលទំនេរអីយើងអាចទៅលេងនៅរមណីយដ្ឋានវត្តស្អាងភ្នំដែលមានទីតាំងនៅក្នុងខេត្តកណ្ដាលហើយនៅជិតរាជធានីភ្នំពេញរបស់យើងដូចគ្នាបាទសូមអរគុណសូមជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ